នេះគឺជាវីដេអូមួយពីការប្រើប្រាស់ Dual Sensor ជំហានដំបូងយើងត្រូវ download ជាមួយនឹង app Tuya Smart នៅក្នុង App Store ឬមួយក៏នៅក្នុង Play Store បន្ទាប់ពី download ហើយត្រូវបង្កើត account Tuya ជាមួយនឹង email របស់អ្នកទាំងអស់គ្នាសិនបន្ទាប់មកយើងពង្វិល sensor របស់យើងមកខាងក្រោយមករួចបាក់ស្ទះខាងក្រោយរបស់វានិងសោកថ្មរបស់វាចូលបន្ទាប់ពីសោកថ្មរបស់វាចូលហើយយើងបិទស្ទះរបស់វាវិញទៅបន្ទាប់មកយើងនឹងឃើញថាវានឹងលោតភ្លើងពណ៌ក្រហមហើយបន្ទាប់ពីវាលោតភ្លើងពណ៌ក្រហមភ្លឺផ្លែតហើយយើងចូលទៅកាន់ app Tuya ហើយយើងត្រូវមាន hub មួយដើម្បីធ្វើការភ្ជាប់ដល់ sensor មួយនេះផងដែរអញ្ចឹងយើងចូលទៅកាន់ hub របស់យើងទៅរួចចុចសញ្ញាបូកនៅខាងក្រោមនិងចុចពាក្យ add new device រួចធ្វើការរងចាំវាបន្តិចនៅពេលដែលវាលោត sensor របស់យើងមកហើយយើងចុច next ទៅរួចចុច done តែប៉ុណ្ណឹងគឺយើង add បានជោគជ័យហើយ sensor របស់វាហ្នឹងគឺវាដំណើរការដូចជានៅពេលដែលវានៅជិតគ្នាគឺវានឹងបង្ហាញពាក្យថា off នៅក្នុងទូរស័ព្ទដៃរបស់យើងដែលមានន័យថាទ្វាររបស់យើងបានបិទហើយបើនៅឆ្ងាយពីគ្នាវានឹងបង្ហាញពាក្យថា on ដែលមានន័យថាទ្វាររបស់យើងត្រូវបានបើកតោះមកយើងយកស្កុតមកពីរបស់វាហ្នឹងមកបិទនៅស្ទះខាងក្រោយរបស់ sensor អញ្ចឹងយើងបក plastic របស់វាចេញទៅដើម្បីធ្វើការបិទ sensor របស់យើងអញ្ចឹងយើងបិទទាំង sensor ធំនិង sensor តូចហើយយើងធ្វើការបិទ sensor នេះនៅចំពីលើទ្វាររបស់យើងហើយយើងត្រូវបិទ sensor ទាំងពីរនេះនៅជាប់មាត់ទ្វារមួយនិងនៅជាប់ជ្រុងទ្វារមួយហើយយើងត្រូវដាក់វានៅជិតគ្នាផងដែរហើយសម្រាប់ sensor ទាំងពីរនេះយើងត្រូវបិទវាឲ្យសញ្ញាព្រួញទាំងពីរនេះទល់មុខគ្នាអញ្ចឹងមុននឹងឡើងចាប់បិទទាំងទ្វារយើងអាច test សាកល្បងជាមួយនឹង sensor ទាំងពីរនេះសិនបានដើម្បីចង់ដឹងថា sensor ទាំងពីរនេះចាប់បានគ្នាឬអត់អញ្ចឹងនៅពេលដែលវាលុបភ្លើងពណ៌ក្រហមគឺវាមានន័យថាវាស្គាល់គ្នាហើយអញ្ចឹងយើងអាចធ្វើការបិទវាជាប់នឹងទ្វារបាននៅពេលដែលយើងបិទជាប់នឹងទ្វារហើយយើងអាចឃើញថានៅពេលដែលយើងបើកទ្វារវានឹងលោតពី on មកហើយនៅពេលបិទវានឹងលោតពី off ចំពោះនៅក្នុង app វិញយើងអាចធ្វើការឆែក record ដើម្បីចង់ដឹងពីសកម្មភាពរបស់ទ្វាររបស់យើងបានបិទនិងបើកនៅក្នុងម៉ោងណាខ្លះនិងនៅថ្ងៃណាខ្លះបានផងដែរមួយវិញទៀតនៅពេលដែលទ្វាររបស់យើងត្រូវបានបើកគឺវានឹងផ្ញើសារ alert មកកាន់យើងហើយអញ្ចឹងវាមានភាពងាយស្រួលសម្រាប់យើងតាមដានផ្ទះរបស់យើងចំពោះនៅកន្លែង smart មួយនេះវិញយើងអាចបញ្ជាឲ្យ trigger បើកទៅលើឧបករណ៍អ្វីមួយផ្សេងទៀតនៅពេលដែលយើងបើកឬបិទទ្វារអញ្ចឹងយើងចុចសញ្ញាបូកមកចំពោះកន្លែងនេះវិញយើងចង់សេរីនៅពេលបិទទ្វារក៏បាននៅពេលបើកទ្វារក៏បានបើយើងចង់បើកចុច on បើយើងចង់បិទចុច off រួចចុចកន្លែង add task និងចុច control single device កន្លែងនេះវិញយើងអាចជ្រើសឧបករណ៍ណាមួយដែលយើងចង់ឲ្យវា trigger បានផងដែរឧទាហរណ៍នៅពេលដែលយើងបើកទ្វារហើយយើងអាចសេរីឲ្យវាបើកអំពូលបើកវាំងននឬមួយក៏បើកម៉ាស៊ីនត្រជាក់បានផងដែរអញ្ចឹងឧបករណ៍អីក៏បានដែរឲ្យតែអ្នកទាំងអស់គ្នាមាននៅក្នុង app Tuya មួយហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យវាបើកអំពូលអូតូនៅពេលដែលខ្ញុំបើកទ្វារអញ្ចឹងខ្ញុំចុច on មករួចចុច save និងចុច next រួចចុច save ម្ដងទៀតនិងដាក់ឈ្មោះស៊ីនរបស់យើងដើម្បីធ្វើការសម្គាល់រួចចុច confirm តែប៉ុណ្ណឹងនៅពេលដែលខ្ញុំបើកទ្វារអំពូលភ្លើងរបស់ខ្ញុំគឺវានឹងបើកដូចគ្នា Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ